ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែទស្សនាជាមួយនឹងវីដេអូចេញពីក្នុង page ក៏ដូចជា YouTube ផ្លូវការរបស់ខ្ញុំបាទយឿនពិសីជាទីគោរពនិងជាទីនឹករលឹកសូមស្វាគមន៍បងប្អូនមកកាន់វគ្គទី3នៅក្នុងការបង្ហាត់បង្រៀនខ្លីរបស់ខ្ញុំបាទយឿនពិសីហើយនៅក្នុងវីដេអូមួយនេះគឺសង្ឃឹមថាបងប្អូននឹងចូលរួម like share ក៏ដូចជាបងប្អូនសង្ឃឹមថាបងប្អូននឹងsponsor ឲ្យវីដេអូរបស់ខ្ញុំផងដើម្បីគ្រប់គ្រងក៏ដូចជាលើកទឹកចិត្តអរគុណសម្រាប់ទឹកចិត្តឲ្យបងប្អូនអាច scan តាម QR code ABA ដែលខ្ញុំដាក់នៅពីមុខវីដេអូនេះបានអរគុណសម្រាប់ទឹកចិត្តស្រឡាញ់របស់បងប្អូនអញ្ចឹងនៅវគ្គទី3នេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៅក្នុងការក្រលាស់ម្រាមដៃក៏ដូចជាការរលាក់ខ្យល់ដង្ហើមដើម្បីឲ្យមានការអឿនឈឿនពីរោះជាមួយនឹងខ្លុយរបស់យើងអញ្ចឹងរបៀបទាំងអស់ហ្នឹងគឺបងប្អូនខ្ញុំសង្ឃឹមថាបងប្អូននឹងយកចិត្តទុកដាក់ឲ្យមែនតើណារៀនមួយខ្ញុំហើយវីដេអូរបស់ខ្ញុំគឺ free ទេប៉ុន្តែជាទឹកចិត្តរបស់បងប្អូនអាចឧបត្ថម្ភឲ្យខ្ញុំបានខ្ញុំធ្វើនេះគឺខ្ញុំទទួលស្គាល់ថាវាកំពុងតែខូចទីផ្សាររបស់បងដែលជាគ្រូបង្ហាត់បង្រៀនខ្លុយហើយពីព្រោះថាធ្វើជាសាធារណៈទៀតណាអញ្ចឹងសង្ឃឹមថាបងប្អូនយល់ពីខ្ញុំបងប្អូនកុំភ្លេចឧបត្ថម្ភជូនខ្ញុំផងតាមរយៈ KHQR ដែលខ្ញុំបានដាក់នៅក្នុងវីដេអូមួយនេះអូខេឥឡូវចាប់ផ្ដើមជាមួយនឹងការបង្ហាត់បង្រាញបង្ហាត់បង្រាញបង្ហាត់បង្រៀនបងប្អូនអំពីរបៀបនៅក្នុងការក្រលាស់ខ្លុយណាក្រលាស់ម្រាមក្រលាស់ដើម្បីឲ្យខ្លុយនឹងវាពីរោះក៏ដូចជាមានការអឿនរលាក់ខ្យល់ដើម្បីឲ្យខ្លុយនឹងមានការពីរោះឧទាហរណ៍ថាឃើញទេឃើញរលាក់ពីរោះហើយអញ្ចឹងរបៀបនៅក្នុងការធ្វើតោះមករៀនជាមួយខ្ញុំទាំងអស់គ្នាជំហានដំបូងបងប្អូនត្រូវបិទរន្ធចិត្តដូចគ្នាហើយយើងត្រូវប្រើជាមួយនឹងខ្យល់របស់យើងដោយឃើញទេយើងត្រូវប្រើតែយើងព្យាយាមប្រើឲ្យស្មើយូរទៅយើងរលាក់បានខ្លាំងហើយតែយើងប្រើឲ្យឡើងអញ្ចឹងបងប្អូនតោះប្រើខ្យល់ឲ្យឡើងដូចខ្ញុំអញ្ចឹងតោះយើងប្រើមួយសិនបើសិនជាយើងអត់តាន់ស្ទាត់អូខេកុំភ្លេចមេដៃក៏យើងត្រូវឡើងដែរមេដៃក៏យើងត្រូវកលាស់ដែរនេះឃើញទេមេដៃក៏ត្រូវកលាស់ដូចគ្នាបងប្អូនព្រោះថាមេដៃនឹងអែមយើងកលាស់បានគឺកលាស់មកព្រោះវាអែមដែរបាទអូខេអញ្ចឹងចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាម្ដងទៀតតាសម្រាប់បងប្អូនដែលអត់ទាន់ចេះស្ទាត់ទេយើងមួយសិនណាដកដង្ហើមសិនតែដកដង្ហើមខ្ញុំសុំកែតម្រូវបន្តិចដល់កន្លែងនេះគឺយើងលែងជាវគ្គរៀនទៀតហើយបើសិនជាក្នុងករណីដែលយើងផ្លុំមែនតើខ្ញុំព្យាយាមឲ្យដំបូងមុនគេគឺដកដង្ហើមតាមច្រមាត់សិនដកដង្ហើមតាមមាត់បន្ទាប់ពីផ្លុំទៅហើយគឺធ្វើម៉េចដកតាមច្រមុះឲ្យបានព្រោះអីកាលណាយើងចេះដកតាមច្រមុះគឺវាអាចនឹងមានឱកាសល្អនៅក្នុងការតដង្ហើមរបស់យើងព្រោះដង្ហើមគេតពីច្រមុះមកណាអញ្ចឹងចាប់ផ្ដើមទាំងអស់គ្នាដំបូងមាត់សិនណាមាត់ឡើងខ្យល់ទី2បន្តិចមកឬក៏តែយូរទៅយើងចេះស្ទាត់គឺអែមហើយមើលចាប់ផ្ដើមទាំងអស់គ្នាមកឃើញទេបងប្អូនឃើញអែមទេអញ្ចឹងយើងចាប់ផ្ដើម
ធ្វើមិនក៏ដោយបងប្អូនហាត់រៀនម្ដងបន្តិចទៅយូរទៅបងប្អូននឹង start ជំនាញហើយអញ្ចឹងចាប់ផ្ដើមជាមួយខ្ញុំម្ដងទៀតតាអូខេយល់ទេបងប្អូនអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមជាមួយនឹងខ្យល់រលាក់វិញម្ដងខ្យល់រលាក់ហ្នឹងវាចេះដូចថាយើងត្រូវប្រើអុកពីពោះអូខេចាប់ផ្ដើមមួយខ្យល់របស់យើងមិនមែនឲ្យដាច់ចឹងទេយើងវូខ្លាំងតិចចេះឲ្យថាយល់ទេយល់ដៃខ្ញុំធ្វើហ៎អញ្ចឹងយើងចាប់ដើមមួយខ្លុយរបស់យើងដូចគ្នាដែលយើងប្រើដកដង្ហើមហើយយើងបញ្ចេញយល់ទេបងប្អូនយល់កន្លែងហ្នឹងយើងប្រើកម្លាំងពោះយើងដើម្បីច្រានខ្យល់ហ្នឹងយល់ទេបងប្អូនកន្លែងហ្នឹងតាចាប់ដើមកុំឲ្យដល់អញ្ចឹងពេកគឺយើងត្រូវប្រើតែតិចទេឃើញទេអញ្ចឹងយើងអាចប្រើបែបហ្នឹងគ្រប់រុនបានឃើញទេបងប្អូនអញ្ចឹងបើសិនជាកាលណាយើងចេះប្រើខ្យល់បែបហ្នឹងស្ទាត់ហើយយើងអាចប្រើបែបនេះបានយើងប្រើញាប់បានណាឃើញទេឡើងលើក៏យើងអាចប្រើបានដែរប្រើបានដូចគ្នាឃើញទេបងប្អូនអញ្ចឹងនេះគឺជារបៀបនៅក្នុងការអ៊ឺនឈឿនខ្លុយអូខេឥឡូវយើងប្រើរលាក់បូកជាមួយនឹងរលាស់ខ្ទង់ខ្លុយណាយើងប្រើខ្យល់រលាក់បូកជាមួយនឹងខ្យល់រលាស់ខ្ទង់ខ្លុយគឺយើងប្រើបែបនេះឃើញទេយើងត្រូវមានកតុយអ៊ឺនអញ្ចឹងបានន័យថាដំបូងយើងប្រើត្រូវទុកកតុយឲ្យវែងតិចដើម្បីអ៊ឺនហើយអ៊ឺនកុំភ្លេចណាកុំឲ្យដាច់ខ្យល់របស់យើងណាយើងត្រូវប្រើបែបនេះតាចាប់ដើមរលាស់កុំភ្លេចទេបងប្អូនកុំភ្លេចនៅពេលដែលយើងរលាស់ហើយកន្លែងខ្យល់កតុយក្រៅគឺអូខេបែបនេះអូខេចាប់ដើមម្ដងទៀតតាអូខេអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់អំពីរបៀបនៅក្នុងការរលាស់ក៏ដូចជាការអ៊ឺនឈឿនអញ្ចឹងតែតិចទៀតទៅបងប្អូនអាចបងប្អូនអាចញាប់បានតែដំបូងគឺយើងចាប់ផ្ដើមពីចំណុចយឺតទៅសិនណាបន្ទាប់ពីយឺតទៅហើយយើងអាចលឿនបានគេយើងអាចលឿនផ្លុំចូលឥណ្ឌាបាទអរគុណណាស់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជាមួយនឹងវីដេអូវគ្គទី3នៅក្នុងការបរៀនខ្លីអរគុណបងប្អូនមែនទែនសម្រាប់ការ like share ក៏ដូចជាការជួយ support ចូលរួមជូនពួកខ្ញុំឧបត្ថម្ភជូនខ្ញុំនៅក្នុង
YouTube ក្តី Facebook ក្តីដើម្បីជាលើកទឹកចិត្តទឹកតែទឹកកាហ្វេអីអញ្ចឹងទៅអរគុណមែនទែនសម្រាប់ទឹកចិត្ត sponsor របស់បងប្អូនសម្រាប់វីដេអូរបស់ខ្ញុំសង្ឃឹមថាបងប្អូននឹងគាំទ្របន្តទៀតនៅមានវគ្គបន្តទៀតអញ្ចឹងយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយនៅវគ្គទី4ទី5អីចឹងទៅតាមវីដេអូរបស់ខ្ញុំដែលបានបង្ហោះជាក់ស្ដែងនៅឱកាសក្រោយជាបន្តទៀតអរគុណសម្រាប់ការទស្សនាសង្ឃឹមថាបងប្អូននឹងចងចាំមេរៀនដែលខ្ញុំរៀនហើយសង្ឃឹមថាបងប្អូននឹងព្យាយាមហ្វឹកហាត់ទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអរគុណច្រើនបាទ